ដើមសាច់រឿងក្រោមពលឺប្រច័ណ្ឌកំពុងតែមានការចាប់ចម្រិតតារាល្បីលំដាប់ប្រទេសគឺកញ្ញាណែមតែអ្នកចាប់ចម្រិតគឺទាមទារនៅតម្លៃដ៏ថ្លៃមនុស្សគ្រប់គ្នាគឺមានចម្ងល់ថាប្រសិនបើតារាលំដាប់ប្រទេសបែបនេះត្រូវមានបញ្ហាអ្វីតើរឿងគឺនឹងទៅជាបែបណាហើយទីតាំងកន្លែងជនចាប់ចម្រិតក៏មិនត្រូវបានបង្ហាញនោះដែរចុងក្រោយបេសកកម្មក៏ត្រូវបានចាប់ផ្ដើមតម្រូវឲ្យជួយសង្គ្រោះចំណាប់ខ្មាំងបានសម្រេចក្នុងពេលនោះផងដែរក្មេងស្រីដែលគឺជា fan របស់កញ្ញាណែមគឺពិតជាមានការសោកស្ដាយជាខ្លាំងក៏ប៉ុន្តែអ្នកសុំកុំយំអីអ្វីគឺនឹងល្អប្រសើរកលែងមកមើលកន្លែងចោលចាប់ចំណិតនៅវិញកំពុងតែនិយាយទៅដងផ្លែផ្កាទៅកាន់កញ្ញាណែមរបស់យើងថាប្រជាប្រិយរបស់នេះគឺពិតជាធ្វើឲ្យមនុស្សងប់ងល់ជាខ្លាំងចាំមើលទៅមើលថាបន្ទាប់ពីបានប្រាក់តើពួកយើងអាចឲ្យនាងរស់ដោយរបៀបណាហើយប្រាក់ដែលពួកគេទទួលបានគឺពិតជាមានចំនួនច្រើនដល់សន្ធឹកសន្ធាប់ទោះបីជាពួកគេទទួលបានប្រាក់ទាំងអស់នោះឬមួយក៏យ៉ាងណាក៏ដោយនាងក៏ត្រូវតែស្លាប់ដដែលសូមរីករាយជាមួយនឹងជីវិតចុងក្រោយរបស់នាងចុះព្រោះថាទៅពេលដែលនាងស្លាប់អ្វីទាំងអស់នេះគឺនឹងខ្លាចជារបស់យើងបំរុងនឹងចេញប្រតិបត្តិការសម្រាប់ឲ្យមនុស្សសំខាន់ម្នាក់ក៏បានមកដល់ចុងក្រោយក៏បានដោះលែងនៅកញ្ញាណែមួយបានសម្រេចហើយការបើកបង្ហាញមុខនៃតួឯងក៏បានចាប់ផ្ដើមឡើងនៅពេលនេះគឺជា spy ដែលគឺជាអ្នកស៊ើបអង្កេតឯកជនដែលមានឈ្មោះថា agent ឈ្មោះផ្ដើមឡើងពីអក្សរ4តួគឺ CODE ដែលគឺជាអ្នកងារស៊ើបអង្កេតសម្ងាត់យីអាងាប់នេះហេតុអីបានជាមកលើកនឹងអីក៏អាក្រក់ខ្លាំងម្ល៉េះកំភ្លើងក៏ត្រូវបានប្រជុំបេសកកម្មគឺត្រូវបានចាប់ផ្ដើមដោយអ្នកងារសម្ងាត់ដែលមានឈ្មោះថា Code Number 7 Code La Pro ការប្រយុទ្ធគ្នារវាងអ្នកងារសម្ងាត់ហើយនឹងចៅគឺបានចាប់ផ្ដើមឡើងនៅពេលនេះដោយគណៈពេលនេះដែរម៉ោងនេះពេលវេលានេះគឺ7គឺពិតជាអ្នកស៊ើបការដ៏ជំនាញខ្លាំងមែនទែនកំចាត់សត្រូវដែលមិនអន់ប្រមាណនោះទេក៏ប៉ុន្តែអ្វីគឺមិនបានដោយការគ្រោងទុកហើយឈុតឆាកកន្លែងបាញ់បោះមួយនេះគឺពិតជាលយខ្លាំងមែនទែនតួឯងប្រុសគឺពិតជា cool បាញ់គ្មានសំចៃដៃមិនថាស្ប្រុសមិនថាស្រីមិនថាក្តើយក៏ដោយវាយទាំងអស់វាយគ្នាសុកមិនទាន់ដឹងអីផងជាបែបនោះមិនដឹងត្រូវគេចាប់តាំងពីកាលបោះចុះទៅក្រោមហើយទស្សនវិជ្ជាដែរគួរឲ្យអស្ចារ្យក៏បានចាប់ផ្ដើមនៅពេលនេះហើយនាងគឺពិតជាឆ្ងល់ថាគាត់គឺពិតជា cool ខ្លាំងមែនទែនតើគាត់គឺជានរណាខ្ញុំប្រាប់ហេនតើខ្ញុំមានឈ្មោះថា Code Number 7 ភ្ញាក់ឡើងអាបកាចឯងនៅដេកដល់ណាទៀតយីអាងប់នេះអាបកាចឯងរវល់ទៅដេកយកសពទៅដល់ពេលណាពិតថ្ងៃហ្នឹងអញគឺខំធ្វើអាហារឯងស៊ីបងហើយឯងមិនដឹងថាមានរឿងស្អីក្នុងខ្លួនក្តីសម័យចង់ធ្វើជាភ្នាក់ងារសម្ងាត់ហើយជីវិតខ្លួនឯងរោគរ៉ាក់ប៉ុណ្្នឹងហើយនៅចង់ធ្វើចឹងទៀតត្រូវហើយខ្ញុំគឺមានគោលបំណងបែបហ្នឹងមែនក៏ប៉ុន្តែវាគឺពិតជាអស្ចារ្យខ្លាំងមែនតើបើសិនជានៅក្នុងជីវិតពិតមានបែបហ្នឹងបានបែរជាឡយយ៉ាងហើយគិតសម័យប្រើដៃតាមអ្នកឯងដូចជានៅមើលទៅទោះបីជាក្នុងសបិនឬមួយក៏នៅក្រៅជីវិតពិតក៏ដោយក្តីសម័យគឺត្រូវតែមានជានិច្ចកន្លងផុតអស់រយៈពេល80ម៉ោងក្រោយ7គាត់ក៏បានដើររកការងារធ្វើពិតមែនខកប៉ុន្តែបានឃើញនៅផ្ទាំងចាក់ផ្សាយនៅបងស្រីរបស់ខ្លួនបាននិយាយថាសបិនវាបានជំរុញចិត្តឲ្យមនុស្សខំតស៊ូដល់កន្លែងការងារ7គឺលាក់ឡក់ជាមួយកូនក្មេងតាមធម្មតាហើយក៏ចូលសម្ភារការងារសួរថាការងារសប្តាហ៍ថ្ងៃរបស់គាត់គឺជាអីការសម័យដ៏បែករបស់គាត់គឺជា agent work អាការងារហ្នឹងមិនមែនគឺជាការងារជួយអ្នកតែអីចុះអញ្ចឹងឯងធ្វើឲ្យអញមើលទាំងចុះកន្លែងតែមុននេះបន្តិចគាត់ដូចជាមានអារម្មណ៍ថានឹងមានរឿងអ្វីគ្រោះថ្នាក់នៅពេលខាងមុខអញ្ចឹងមិនចាំយូរគាត់ក៏ធ្វើខ្លួនរត់យ៉ាងលឿនទៅជួយសង្គ្រោះមនុស្សក៏ប៉ុន្តែយីអាបកាចឲ្យបើកឡានលឿនចឹងហ្នឹងឯងចង់ទៅងាប់ណានៅក្នុងពិភពសុបិនដែលមានពលឺព្រះច័ន្ទក្រហមគាត់ក៏បាននិយាយថាសុបិនអាក្រក់គឺនឹងបានចាប់ផ្ដើមចូលធ្វើឲ្យវាខ្លាចជាការពិតហាប៉ែសវែក៏ស្លាប់1-0ដោយសារតែឡានបុកនៅក្នុងការឃ្លាំមើលរបស់ប៉ូលីសម្នាក់ក៏ស្រែកហៅឲ្យមនុស្សគ្រប់គ្នាហៅឡានពេទ្យឲ្យមួយនឹងងាប់ចុយម៉ៃលើហើយចូលទៅមើលកន្លែងបាក់បោះគឺគ្មានអ្នកបាក់បោះទេនៅក្នុងមន្ទីរពេទ្យ7បងស្រីរបស់ខ្លួនបារម្ភពីខ្លួនយ៉ាងខ្លាំងខំរត់មកមើលពីសុខទុក្ខរបស់គាត់ទាំងដែលខ្លួនកំពុងតែធ្វើការបន្ទាប់មកមិនទាន់បានឲ្យ7និយាយអីស្រួលបោផងបងស្រីរបស់7ក៏ដៀលវាយកតែម្ដងនៅក្នុងសបិនហើយនៅក្នុងជីវិតពិតវាមិនដូចគ្នានោះទេនៅក្នុងសបិនងាប់ហើយអាចរស់វិញបានក៏ប៉ុន្តែជីវិតពិតបើងាប់ហើយគឺងាប់ហើយតើឯងដឹងទេថាការជួយគេគឺមានមូលហេតុយ៉ាងណាតាំងពីតូចមកក្តីសបិនរបស់ឯងតើធ្វើឲ្យឯងយ៉ាងម៉េចឯងគឺជួយគេរហូត
ធ្វើឲ្យខ្លួនឯងនោះមានអ្វីខ្លោចឡើងតែឯងគិតដែរទេគិតថាជួយសង្គ្រោះមនុស្សនៅក្នុងផែនដីនោះមានចំនួនទូលលេខដ៏ច្រើនតែឯងជួយសង្គ្រោះអត់ដែរទេដែលមិនខុសពីខ្លួនឯងនោះប៉ុន្តែឯងនោះគឺពិតជាមនុស្សសំណាងខ្លាំងមែនទែនដែលជួបគ្រោះថ្នាក់រហូតមកនោះដែលមិនកើតអ្វីវាគឺជារឿងមួយក៏ប៉ុន្តែនោះព្រះនោះគឺមិនមែនផ្ដល់សំណាងឲ្យឯងជារឿងរហូតនោះទេឯងសុំឈប់ធ្វើវាភ្លាមទៅបើមិនចង់ឲ្យប្អូនស្រីរបស់ឯងនោះគឺមានវិសបដិសារីនេះប្រហែលជាឥឡូវនេះយើងនោះគឺសុំច្បាប់សម្រាប់មួយរយៈពេលដើម្បីមើលថែឯងនៅផ្ទះហើយនៅទៅពេលនេះបន្តិចក្រោយមកនោះទ្វារនោះក៏បានរបើកឡើងហើយប៉ូលីសស៊ើបអង្កេតនោះក៏បានទទួលការស៊ើបអង្កេតនៅទីនោះគឺបានបញ្ជាក់ឲ្យឃើញច្បាស់ថាកន្លែងកើតហេតុនោះវាគឺគ្មានអ្វីសោះហើយឡាននោះក៏គ្មានមនុស្សបាបបោកផងដែរករណីមួយនោះគឺវាប្រមូលផ្ដុំច្រើនខ្លាំងមែនទែនទូទាំងប្រទេសធ្វើឲ្យប៉ូលីសស៊ើបអង្កេតយើងនោះគឺពិតជាមានការមមាញឹកជាខ្លាំងរឿងក្តីមួយនោះគឺនៅមិនទាន់ដោះស្រាយនៅឡើយនោះទេបញ្ជូនទៅឲ្យភ្នាក់ងារពិសេសនោះដើម្បីដោះស្រាយវាគឺមិនមែនជារឿងធម្មតានោះទេវាអាចកើតឡើងអំពីបិសាចដែលយើងមើលមិនឃើញកាត់ចេញពីសុបិនវាមានឈ្មោះថាណៃមែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់7កំពុងតែដេកសុកសុននោះក៏លេចឡើងនៃបិសាចណៃមែនោះបើការវេបហាចំពោះ7ធ្វើឲ្យ7ភ័យខ្លាចជាខ្លាំងម៉ែអើយជួយកូនផងរត់ដែរគ្មានងាកមើលក្រោយនេះទេហើយក៏ធ្លុះធ្លាយទៅកន្លែងផ្សេងគ្នាហើយអាបិសាចនោះគឺពិតជាឌឺខ្លាំងមែនតើអូឯងឥឡូវកំពុងតែភ័យចង់រាកនោមបន្ទាប់ពីរត់យ៉ាងយូរខ្លាំងមែនតើធ្លាយទៅកន្លែងនេះកន្លែងនោះហើយនោះក៏ចូលមកកន្លែងនៅដើមភៀកវិញអាបិសាចនោះគឺពិតជាឆ្ងល់ដល់កន្លែងប្រសពបែបហ្នឹងហើយណាឯងមិនព្រមរត់ទៀតទៅអូតាមពិតទៅវាគឺអញ្ចឹងទេខ្ញុំគឺស្ទើរតែភ្លេចទៅហើយថានេះវាគ្រាន់តែគឺជាសុបិនប៉ុណ្ណោះតើមានអ្វីដែលគួរឲ្យខ្លាចនោះទៅទោះបីជាខ្ញុំស្លាប់នោះក៏ខ្ញុំនោះមានអ្វីដែលគួរឲ្យខ្លាចដែរព្រោះថាខ្ញុំនោះគឺជា 7 គឺជា agent តែនៅលើចំណុចកំពូលលើសពីអ្វីៗទាំងអស់ធ្វើសកម្មភាពទាត់ណៃម៉ែមិនត្រូវថែមទាំងធ្វើឲ្យវាដាក់ stand ជាប់10 7នេះគឺពិតជាឆ្ងល់ថាសុបិនរបស់គាត់គឺជាអ្នកគ្រប់គ្រងតើឯងជាអ្នកគ្រប់គ្រងតាមមែនទេណាយើងនោះគឺជាណៃម៉ែគ្រប់គ្រងទៅលើសុបិនរបស់ឯងហើយឯងនោះគឺនឹងធ្លាក់ចូលទៅក្នុងសុបិនអាក្រក់ការភ័យខ្លាចរបស់7ជាលើកទី2នោះក៏ត្រូវបានមកដល់ហើយវិជ្ជាក៏បានចាត់ថាដែរថាសុបិនរបស់អ្នកគឺនឹងខ្លាចទៅជាការពិតក៏ប៉ុន្តែបើសិនជាអ្នកគ្មានសមត្ថភាពជួយអ្នកណាម្នាក់ផងតើសុបិនរបស់អ្នកខ្លាចជាការពិតដោយរបៀបណានៅក្រៅបេះដូងរបស់7ឈប់ដើរទៅហើយក៏ប៉ុន្តែនៅក្នុងអានេះវិញ7គឺកំពុងតែធ្លាក់ចូលទៅក្នុងភាពភ័យខ្លាច7ក៏ចាញ់ក្រោមមโนគមរបស់ណៃមែទៀតហើយត្រង់ថាសំបីតែមនុស្សម្នាក់អ្នកជួយសង្គ្រោះមិនបានផងអ្នកចង់ទៅសង្ឃឹមអីហើយក៏នឹកឃើញពីពាក្យសម្ដីរបស់បងស្រីរបស់ខ្លួនឯងបើសិនជាចង់ជួយសង្គ្រោះអ្នកដទៃមិនគួរណាយកខ្លួនឯងទៅសាច់កម្មបែបនេះនោះទេល្អិតឥឡូវនេះឯងគឺព្រមធ្វើជាចំណៃរបស់យើងតាមស្រួលមកអូខ្ញុំស្ទើរតែភ្លេចបាត់ទៅហើយតើសុបិនខ្ញុំគឺជាអ្នកគ្រប់គ្រងតែខ្លួនឯងហើយគ្មានអ្នកណាអាចស្គាល់ពីខ្ញុំបានជាងខ្ញុំនោះទេចុងក្រោយ7ក៏មានក្តីសង្ឃឹមវិញចាប់នៅអំពូលដឹងងឹនចេញនៅពន្លឺហើយក៏បញ្ចេញនៅរនាំងខាំងនៅបិសាចក៏មានដៃមួយបានទាញនៅ7ឲ្យចូលទៅទីស្នាក់ការមួយដែលមានឈ្មោះថាខូតបានសម្រេចរួចបន្ទាប់មកក៏ជួបជាមួយនឹងរូបពិតសម្លេងពិតរបស់ខូត number 0 Your come a long way Your pledge Oscar Cosman រុញកែវទៅមុខតែបន្តិចបញ្ចេញនៅប្រអប់មួយហើយលេចឡើងនៅ Set driver Make your dream come true Good luck 7យើងគឺជាណៃមែគ្មានអ្នកណាអាចបញ្ឈប់សុបិនមួយនេះបានទេឯងប្រកាសហើយតាមមែនទេគោលដៅរបស់យើងគឺជា mission ហើយយើងគឺជា agent ដែលគឺជាអ្នកងារសម្ងាត់នៅលើចំណុចកំពូលលើសពីអ្វីៗទាំងអស់ I own it Good morning rider set sir impact Let's start the mission sequence បេសកកម្មនឹងចាប់ផ្ដើមហើយនឹងត្រូវបញ្ចប់នៅរយៈពេលឆាប់បន្ទាប់មក Kamen Rider Setsu ក៏វាយទៅកាន់ Nightmare គ្មានឲ្យវាតដៃសំបីតែមួយបៀកនោះទេទោះបីជាវាយកចង្វាក់នៃសុបិនរបស់វាចងក៏ដោយក៏មិនអាចធ្វើអី Setsu បានដដែលព្រោះថាសុបិនរបស់ Setsu គឺគាត់គឺជាអ្នកកំណត់នៅខ្លួនឯងក្នុងសុបិនរបស់គាត់ទោះបីជាបិសាចមកពីឋានណាក៏មិនអាចធ្វើអ្វីទៅកាន់គាត់បានដែរត្រូវគាត់បដូរបរិយាកាសឲ្យវាវេទនាទៅគ្រប់ទីកន្លែងរួចក៏ផ្ដាច់វាប្រើ Rider Kick ឲ្យវាងាប់1-0ដេកស្អាតរួចហើយក៏ mission complete
ជាមួយនឹងគ្នានោះដែរអ្វីៗនោះគឺបានប្រែក្លាយជាដូចដើមវិញហើយវាគ្រាន់តែគឺជា Servant មួយផ្លែតប៉ុណ្ណោះចុងក្រោយ Servant ក៏បានញាក់ឡើងពិតមែនបងស្រីរបស់ Servant គឺពិតជាបារម្ភជាមួយនឹងគាត់ជាខ្លាំងក៏ប៉ុន្តែគាត់គឺបែរជានិយាយថាគាត់បានជួយមនុស្សម្នាក់ទៀតហើយបើកាច់ឯងនិយាយរឿងអីដែលមិនសមហេតុផលទៀតអញដូចជាមិនយល់សោះកលេចមកមើលមនុស្សដែលគឺជាប៉ូលីសអត់ប្រយោជន៍របស់យើងនៅវិញគឺគិតថាណៃមែគឺមានពិតមែននៅក្នុងជីវិតពិតបើសិនជាអ្នកមិនជឿអ្នកចេញទៅអញមិនជឿពិតមែនហ្នឹងសុបិនវាគឺអាចបំផ្លាញនៅអ្វីៗគ្រប់យ៉ាងបានបើសិនជាធ្លាក់ចូលទៅក្នុងសុបិនអាក្រក់មនុស្សនោះគឺនឹងជួបនៅនឹងមហន្តរាយទោះបីជា Seven យល់សុបិនក៏ពិតមែនក៏ប៉ុន្តែអ្វីដែលមិនផ្លាស់ប្ដូរតរ៉ៃវ៉ាសេសូគឺនៅតែជាប់នៅលើខ្លួនរបស់ Seven ដដែល Good morning code number 7